កាលពីសម័យបុរាណនៅក្នុងភូមិមួយមានការអភិវឌ្ឍជាខ្លាំងហើយគ្រប់គ្នាតែងតែប្រារព្ធពិធីបុណ្យអុំទូកដើម្បីរំលឹកទៅដល់បុព្វបុរសដែលបានបូជាកម្លាំងកាយចិត្តការពារទឹកដីពិសេសគឺកងទ័ពជើងទឹកនៅក្នុងភូមិផងដែរគ្រប់គ្នាតែងតែធ្វើទូកយ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះដើម្បីបង្ហាញពីស្នាដៃក្នុងការចារចម្លាក់នៅលើទូកដើម្បីជាភាពលេចធ្លោនឹងអង្គអាចសំណាងបុរសល្អម្នាក់ហើយគាត់គឺជាបេក្ខជនមួយរូបផងដែរក្នុងការចូលរួមប្រកួតដើម្បីប្រណាំងទូកប្រចាំភូមិក្នុងឆ្នាំនេះលោកបាឡាត់គឺជាអ្នកឧបត្ថម្ភធំនិងផ្ដល់ជាពានរង្វាន់សម្រាប់ជីលាភីផងដែរចំណែកចិត្រាជាមិត្តភក្តិតែរបស់សំណាងនឹងជាដៃគូនៅក្នុងការសហការគ្នាដើម្បីប្រណាំងទូកសំណាងតែងតែឆ្លោះប្រកែកគ្នាជាមួយនឹងកូនលោកបាឡាត់ដែលជានារីដ៏ស្រស់ស្អាតម្នាក់សំណាងនិងស្រីកូនលោកបាឡាត់តែងតែឌឺដងដាក់គ្នាឆ្លោះប្រកែកគ្នាពុំមានលុះពេលឡើយស្រីគង់តែងតែបោចសក់ផ្ទះកំភ្លៀងនៅពេលដែលឆ្លោះគ្នាជាមួយនឹងសំណាងម្ដងចំណែកសំណាងវិញក៏តែងតែចូលចិត្តធ្វើឲ្យស្រីគង់ខឹងជារៀងរាល់ពេលជួបគ្នាផងដែរថ្ងៃមួយសំណាងនិងស្រីគង់ឆ្លោះប្រកែកគ្នាអស់រយៈពេលយ៉ាងយូរចំណែកចិត្រាក៏បានដើរមករួចនិយាយទៅកាន់សំណាងថាសំណាងឈប់ឆ្លោះគ្នាសិនទៅពួកយើងដល់ពេលដែលត្រូវទៅសុំលោកគ្រូភេងរៀនអុំទូកហើយឮបែបនោះហើយសំណាងក៏និយាយទៅកាន់ចិត្រាថាបានពួកយើងទៅឥឡូវនេះទៅចំណែកអ្នកខ្លះជាស្រីឆ្នះក៏មិនបាច់ត្រូវខ្វល់បន្តទៀតដែរឮតែប៉ុណ្ណោះហើយស្រីគង់កាន់តែខឹងស្រីគង់បានយកចំពាមកៅស៊ូបាញ់សំណាងចំកំពេះគូតលាន់ឬសូតែផ្លាប់សំណាងឈឺពេកក៏ស្រែកឡើងថាអូយឈឺណាស់ចិត្រានៅមិនបានទេឆាប់ឡើងមេមន់ខឹងហើយនេះសំណាងហើយចំពាមកៅស៊ូចុះបើមានដំបងនោះមុខជាសំពងបែកក្បាលមិនខានឆាប់ឡើយឃើញបែបនោះហើយស្រីគង់សើចតិចរួចគិតនៅក្នុងចិត្តថាប្រុសណាដែលមានមាត់មិនពីរោះភាសាសំហើយដែលត្រូវបែបនេះនោះនិយាយចប់ហើយស្រីគង់ក៏សម្ដៅទៅផ្ទះរបស់ខ្លួនវិញស្រីគង់គឺជាកូនរបស់លោកបាឡាត់ដែលមានជីវភាពធូរធារជាងគេប្រចាំតំបន់នាងមានចិត្តល្អណាស់ចរិយាថ្លៃថ្នូរផងដែរតែនាងមិនធ្វើល្អជាមួយនឹងសំណាងនោះទេព្រោះពួកគេគឺជាដៃគូចំនួននឹងគ្នាតាំងតែពីក្មេងនិយាយអំពីផ្ទះគ្រូភេងវិញសំណាងនឹងចិត្រាក៏បានទៅដល់ហើយក៏បានធ្វើការស្នើសុំចុះឈ្មោះប្រកួតនឹងខ្ចីទូកគ្រូភេងដើម្បីហាត់សំនៅឯមាត់ទន្លេផងដែរលោកគ្រូភេងតែងតែអនុញ្ញាតឲ្យសំណាងនឹងចិត្រាសមជាមួយនឹងទូករបស់គាត់ក្នុងការត្រៀមខ្លួនប្រកួតនៅក្នុងថ្ងៃនោះដែលសំណាងនឹងចិត្រាកំពុងតែឈរនិយាយគ្នាចិត្តមាត់ទឹកចិត្រាក៏បាននិយាយទៅកាន់សំណាងថាសំណាងខ្ញុំបានភ្លេចទៅហើយមុននេះខ្ញុំស្មានតែយកមកសំណាងហើយក៏បាននិយាយថាបើអីចឹងចូលឯងទៅយកជ្រវីមកចិត្រាគ្នានៅចាំចិត្រាបានដើរសម្ដៅទៅយកជ្រវីចំណែកសំណាងឈរចាំយូរពេកគាត់ក៏សាកល្បងឡើងទៅលើទូកនៅក្នុងពេលនោះនីដែនបានលុបឃើញរួចគិតក្នុងចិត្តថាចាំមើលចុះថ្ងៃណាមួយអញនឹងយកកាំបិតចាក់ទម្លុះទូកឲ្យធ្លីដើម្បីឲ្យអាសំណាងនឹងអាចចិត្រាអុំទូកចាញ់ម្ដងនេះឯងបើមិនឈ្នះការប្រកួតក៏ពួកឯងងាប់ដែរ